transfer e-cash របស់យើងទៅឲ្យដៃគូយើងម្ខាងទៀតឬទៅឲ្យក្រុមហ៊ុនអញ្ចឹងរបៀបចូលយើងបើកចុចទៅlogo Walton មក app Walton បន្ទាប់មកយើងចូលទៅ my wallet បន្ទាប់មកយើងចុច transfer បន្ទាប់មកយើងវាយចំនួនទឹកលុយដែលត្រូវផ្ញើទៅដល់ខ្ញុំវាយ12រៀល5កាក់បន្ទាប់មកយើងចុចកន្លែង search នោះដើម្បីទៅរក QR code e-cash របស់ដៃគូរបស់យើងនៅខាងស្ដាំដៃសញ្ញាត្រេ4ជ្រុងបាទបន្ទាប់មកយើងបើសិនជាយើង scan ផ្ទាល់យើងចុចកាមេរ៉ា scan ទៅ QR code ផុសដៃគូយើងជាដែលមានទូរស័ព្ទតែបើអត់ទេយើង save នៅក្នុង gallery របស់យើងទៅ search ក្នុង gallery វិញណាបាទតមកវាចូលទៅក្នុង gallery របស់យើងទៅរក QR code ដៃគូរបស់យើងមកដែលយើង save ទុកពីមុនមកឥឡូវខ្ញុំទៅរក QR code របស់ខ្ញុំឈ្មោះ camera រៀងយូរបន្តិចដោយសារខ្ញុំដាក់រៀងជ្រៅកិនហ៊ីក៏បានឥឡូវឈ្មោះកិនហ៊ីចុះអញ្ចឹងវាចេញឈ្មោះមកនេះកិនហ៊ីកិនហ៊ីអញ្ចឹងណាមាន email របស់គាត់ចំនួនទឹកលុយ12រៀល5កាក់បន្ទាប់មកយើងចុច submit យើងចុច yes ម្ដងទៀតបានជាការស្រេចអញ្ចឹងបាទអញ្ចឹងខ្ញុំថយទៅវិញអរគុណ